5 ប្រទេសដែលគ្មានព្រំដែនជាប់សមុទ្រនៅទ្វីបអាហ្វ្រិកនៅទ្វីបអាហ្វ្រិកមានប្រទេសដែលមិនជាប់ព្រំដែនជាមួយសមុទ្រចំនួន16ប្រទេសប៉ុន្តែថ្ងៃនេះសូមលើកយកមកត្រឹមតែ5ប្រទេសទី1ប្រទេសអេត្យូពីសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យអេត្យូពីគឺជាប្រទេសដែលគ្មានច្រកចេញចូលតាមរយៈផ្លូវសមុទ្រទេជាប្រទេសមួយដែលមិនមានព្រំដែនជាប់នឹងសមុទ្រនៃទ្វីបអាហ្វ្រិកខាងកើតប្រទេសនេះមានព្រំប្រទល់ជាប់នឹងប្រទេសអេរីត្រេភាគខាងជើងប្រទេសជីបូពីនៅខាងជើងឈៀងខាងកើតប្រទេសសូម៉ាលីនៅខាងត្បូងឈៀងខាងកើតប្រទេសកេនយ៉ានៅខាងត្បូងនិងជាប់ប្រទេសស៊ូដង់នៅខាងលិចនិងភាគខាងជើងប្រទេសអេត្យូពីគឺជាប្រទេសដែលមានប្រជាជនច្រើនជាងគេនៅទ្វីបអាហ្វ្រិកដែលគ្មានព្រំប្រទល់ជាប់នឹងសមុទ្រមានរហូតដល់ជាង130លាននាក់ទី2ប្រទេសស៊ូដង់ខាងត្បូងសាធារណរដ្ឋស៊ូដង់ខាងត្បូងគឺជាប្រទេសដែលគ្មានផ្លូវចេញចូលច្រកសមុទ្រស្ថិតនៅអាហ្វ្រិកខាងកើតប្រទេសនេះមានព្រំប្រទល់ជាប់នឹងប្រទេសស៊ូដង់ខាងជើងប្រទេសអេត្យូពីនៅខាងកើតប្រទេសកេនយ៉ានៅភាគខាងត្បូងជើងខាងកើតប្រទេសអូកុងដានៅភាគខាងត្បូងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោនៅភាគនិរតីនិងសាធារណរដ្ឋអាហ្វ្រិកកណ្ដាលនៅភាគខាងលិចទី2ប្រទេសអូកុងដាសាធារណរដ្ឋអូកុងដាគឺជាប្រទេសដែលគ្មានច្រកចេញចូលផ្លូវសមុទ្រទេប្រទេសនេះស្ថិតនៅអាហ្វ្រិកខាងកើតដែលមានព្រំប្រទល់ខាងកើតជាប់ប្រទេសកេនយ៉ាខាងត្បូងជាប់នឹងប្រទេសស៊ូដង់ខាងជើងជាប់នឹងប្រទេសស៊ូដង់ខាងត្បូងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោនៅខាងលិចប្រទេសរ៉ាវ៉ាន់ដានៅនិរតីនិងប្រទេសសង់ដានីនៅខាងត្បូងទី4ប្រទេសរ៉ាវ៉ាន់ដាសាធារណរដ្ឋរ៉ាវ៉ាន់ដាគឺជាប្រទេសដែលគ្មានព្រំដែនជាប់សមុទ្រស្ថិតនៅអាហ្វ្រិកខាងកើតភូមិសាស្ត្ររបស់ប្រទេសនេះភាគច្រើនគ្របដណ្ដប់ទៅដោយតំបន់ភ្នំភាគខាងលិចនិងវាលស្មៅសាវ៉ាន់ណានៅភាគអាគ្នេយ៍ប្រទេសនេះមានព្រំប្រទល់ជាប់នឹងប្រទេសអ៊ូកុងដានៅខាងជើងប្រទេសតង់សានីនៅខាងកើតប្រទេសបូរុនឌីនៅខាងត្បូងនិងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោនៅខាងលិចនិងទី5ប្រទេសបូរុនឌីសាធារណរដ្ឋបូរុនឌីគឺជាប្រទេសមានព្រំប្រទល់ជាប់នឹងសមុទ្រទេវាស្ថិតនៅអឺរ៉ុបខាងកើតដូចគ្នាប្រទេសនេះមានទីតាំងស្ថិតនៅក្នុងជន្លង់ភ្នំ Great Rift Valley ចំចំណុចប្រសព្វរវាងតំបន់បឹងធំរបស់អាហ្វ្រិកប្រទេសនេះមានព្រំប្រទល់ជាប់ជាមួយនឹងប្រទេសរ៉ាវ៉ាន់ដានៅខាងជើងប្រទេសតង់សានីនៅខាងកើតនិងខាងត្បូងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោនៅខាងលិចហើយមានបឹងកង់តានីស្ថិតនៅតាមបណ្ដោយព្រំដែនភាគនិរតីរបស់ខ្លួន